ថ្ងៃនេះធ្វើតាម fan ដល់មក fan គាត់សំណុំពរឲ្យសុំធ្វើត្រីក្រហមចំហុយមីសួរបាទថ្ងៃនេះធ្វើតាម fan ហើយបាទជំរាបសួរពុកម៉ែបងប្អូនបាទទីមកជួបជាមួយខ្ញុំបាទខេបស្មាច់ទៀតហើយបងប្អូនថ្ងៃនេះបាទចំហុយត្រីក្រហមមីសួរបងប្អូនហើយបាទមុននឹងយើងចាប់ផ្ដើមចូលដល់ធ្វើម្ហូបបាទយើងចាប់ផ្ដើមត្រាំម្សួរត្រាំផ្សិតខ្មៅបកាក្រៀមយឺយើងត្រាំវារីសិនណាបងប្អូនបាទយើងត្រាំវាចោលទៅយើងមកចាប់ដើមសម្អាតត្រីបងប្អូនហើយយើងសម្អាតត្រីយើងមុនសម្អាតគឺខ្ញុំចាំបាច់អំបិលចោលសិនកោសអំបិលកោសឲ្យស្អាតបាទចឹងទៅបងប្អូនកោសវាអស់ឈាមឲ្យអស់អីទៅហ្នឹងហើយយើងលាងពីទឹកណាត្រីវាអស់អំបិលអស់វាក្លិនឆ្អាបក្លិនអីហ្នឹងបាទឥឡូវយើងលាងត្រីស្អាតហើយយើងចាប់តាមហាន់ខ្ញីយើងហាន់ជាប្រទេសស្ដើងមកបាទដើម្បីយើងលាងឲ្យស្អាតដាក់គល់ចង្រៃដេញស្លឹកក្រូចសើចអញ្ចឹងទៅណាឥឡូវយើងវះត្រីបងប្អូនណាយើងឆោតវាជា3ជា4មកដើម្បីអាប្រឡោះយើងដាក់ខ្ញីចូលឥឡូវយើងវះត្រីហើយយើងដាក់ត្រីយើងប្រឡាក់ត្រីចោលទៀតបងប្អូនដាក់គ្រឿងដាក់រ៉ូឌីបន្តិចមកប៊ីចេងបន្តិចមកស្ករបន្តិចទៅអំបិលបន្តិចទៅហ្នឹងហើយស្ករវាស្ទើទៅតែស្ករអស់បាទឡើងដាក់ប្រេងខ្យងបន្តិចមកបងប្អូនហើយដើម្បីឲ្យវាឈ្ងុយយើងអាប់ត្រីចោលប្រហែលជា5-6នាទីទៅចាំយើងយកវាទៅចំហុយបាទឥឡូវយើងញាត់ម្ដេងស្លឹកក្រូចគល់ចង្រៃដាក់ចូលក្នុងពោះរីឯខ្ញីយើងដាក់វាលើបាទឥឡូវយើងប្រឡាក់ត្រីចោលជំទុះហើយយើងយកត្រីចេញពីនេះមកយើងដាក់ចំហុយឥឡូវយើងដាក់ទឹកចូលឆ្នាំងចំហុយទឹកចំហុយយើងដាក់ស្លឹកម្ដេងបន្តិចស្លឹកក្រូចសើចបន្តិចចូលហ្នឹងបាទឥឡូវយើងដាក់ឡើងសឹងហើយយើងដាក់ចូលកាច់ប៉េះក្រាស់លើខ្ជូលមកបាទយើងលើកដាក់ចូលបងប្អូនដាក់ចូលហើយណាពេលដែលយើងដាក់ត្រីចំហុយទុក10នាទីហ្នឹងយើងចំហុយត្រីហ្នឹងយើងមកធ្វើបន្លែដើម្បីយើងដាក់លើត្រីបាទដំបូងយើងហាន់សឹកខ្មៅឲ្យល្អិតស្ដើងបាទយើងហាន់សឹកខ្មៅហើយហ្នឹងទៅយើងយកបកាក្រៀមយឺហ្នឹងយើងហាន់វាឲ្យល្អិតដូចគ្នាហ្នឹងណាបាទបងប្អូនអើយថ្ងៃនេះមេឃស្អាតណាស់ភ្លៀងតាំងពីព្រឹកហើយចឹងរឿងល្ងឹតតិចហើយធ្វើក្នុងផ្ទះទេបានជូនបងប្អូនមើលក្រៅទេបាទឥឡូវមកសួរយើងរីកហើយយកមកហាន់វាឲ្យខ្លីល្មមមិនហូបឲ្យឆ្លាក់ខ្លាចឆ្លាក់ប្រពន្ធឥឡូវយើងហាន់ហើយចឹងកាត់មកសួរកាត់អីល្មមដែលយើងចង់បានហើយយើងយកអាខ្ញីបន្តិចមកយើងហាន់ឲ្យល្អិតទូយើងដើម្បីយើងដាក់ដូចធ្វើបន្លែវាឈ្ងុយបាទបន្លែយើងមានសិតច្បើងទៀតបងប្អូនមានការ៉ុតទៀតកោសដាក់ជាសរសៃដាក់ចូលជាមួយមកសួរហ្នឹងឲ្យមានបន្លែខ្លះចឹងបងប្អូនបាទខ្ញុំវាខុសគេបន្តិចអបមីសួរខ្ញុំចំហុយអញ្ចឹងវាមានបន្លែខ្លះមានអីខ្លះឥឡូវយើងចាប់តាមលាយគ្រឿងមួយមីសួរម្ដងគ្រឿងដដែលបងប្អូនមានប៊ីចេងស្ករអំបិលម្រេចហ្នឹងណាប្រេងខ្យងដាក់វាឲ្យវាឡើងពណ៌មើលទៅល្អដើម្បីវាឃើញសហើយមីសួរឡើងក្រហមហ្នឹងបាទយើងតបល់វាមកកូរវាឲ្យសប់ដើម្បីវាបែកគ្រឿងបែកអីឲ្យវាចូលជាមួយបន្លែចូលមួយមីសួរហ្នឹងបាទឥឡូវយើងធ្វើគ្រឿងហើយចិត្តហើយមីសួរយើងលាយគ្រឿងហើយយើងចាប់ដើមមកលាងសម្រាប់ក្លិនឈ្ងុយបាទដោយស្លឹកខ្ទឹមជីបានស៊ុយបេះវាឲ្យស្អាតមកបងប្អូនអើយបេះវាមកមួយមកកុំយកគល់វារឹងណាបាទយើងលាងឲ្យស្អាតយើងបាញ់ទឹកអនាម័យតិចបងប្អូនអើយយើងធ្វើបាញ់ឲ្យស្អាតតិចណាជូតតុកជូតអីឲ្យស្អាតតិចកុំឲ្យវាមើលឃើញអញ៉ៃវាបើកត្រីមកល្មមបាទយើងបើកត្រីយើងដាក់មីសួរចូលបងប្អូនដើម្បីយកទៅចំហុយជាមួយគ្នាបាទបងប្អូនណាខ្ញុំដៃនេះខ្ញុំលាងស្អាតបាទដៃនេះបាទព្រោះធ្វើហូបខ្លួនឯងទេជាមួយក្រុមការងារនិយាយតែក្រុមការងារដែលហ្នឹងបាទវាមិនមែនមានស្រោមដៃស្រោមអីព្រោះយើងមិនមែនជាចុងភៅជាហាងផ្កាយ5ផ្កាយ4ឯណាទេហើយយើងធ្វើហូបខ្លួនឯងហ្នឹងចឹងដៃតែហ្មងទៅម្រាម5បាទដៃយើងមុនធ្វើលាងស្អាតបាទបាទឥឡូវយើងដាក់ត្រីដាក់មីសួរដាក់ចូលយើងដើរឲ្យវាធូរចកេះធូរទេបងប្អូនមើលក្រៅផ្ទះមើលអីទេភ្លៀងផងមើលមានថ្ងៃមានសួនស្បាមុខផ្ទះពីរគុំហ្នឹងមើលអាផ្កាវានេះពេកចាប់ដើមមើលអត់ឃើញផ្កាថាមកកាច់ត្រឡឹកវាចោលខ្លះមើលមិនឲ្យដែរចេះធ្វើការធ្វើតែម្ហូបអត់ចេះធ្វើការងារខ្លះកម្លាំងដែរបងប្អូនប៉ាំងផិតហើយខ្ញុំអរគុណច្រើនណាស់ដែលបងប្អូនជួយទ្រាំទ្រខមមិនតាមបងប្អូនបងស្មាច់អបត្រីមីសួរមួយមើលឥឡូវអបត្រីមីសួរមួយតាម fan ហើយបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចូលទៅវិញទៅពុះខ្ជូលចេញផ្សែងមកតាមគៀនហើយលុំហ្មងបាទឥឡូវយើងអង្គុយបន្តិចមើលលេរបន្តិចបាទឥឡូវយើងចាប់ផ្ដើមហាន់ស្លឹកខ្ទឹមហាន់អីដើម្បីយើង
សម្រាប់យកទៅដាក់លើត្រីឲ្យវាក្លិនឈ្ងុយអាហ្នឹងកាលណាយើងដាក់ទៅភ្លាមអត់ឈ្ងុយទេអញ្ចឹងយើងដាក់ដល់ពេលឆ្អិនយើងដាក់ទៅយើងដឹកមកវិញវាស្លោកមកឈ្ងុយភាយមកបងបាទឡើងដាក់គល់ខ្ទឹមដាក់ឲ្យចូលហើយបាទដំណងណាបងប្អូនអើយមិនតិចចេះមកមិនចំហុយមិនសួរក្តៅដាក់មកយើងវាឈ្ងុយបងមើលបងប្អូនឲ្យមើលដំណងមែនបងប្អូនមើលណាតោះមកចាងគ្រូនេះល្មមជាមួយក្រុមការងារជាមួយប្រពន្ធមួយកូនគ្រប់ហ្មងបងប្អូនហើយបាទឥឡូវយើងបិទតិចមកឲ្យវាអាគ្រឿងស្លោកយើងបិទឲ្យវាទៅទុកប្រហែលប្រហែលនាទីបានហើយយើងមកធ្វើទឹកស៊ីអ៊ីវទៀតបងប្អូនទឹកស៊ីអ៊ីវដាក់ជាមួយជីបន្ស៊ុយជាមួយម្ទេសតិចមកបងប្អូនដើម្បីយើងត្រូវជាមួយអបមីសួរត្រីក្រហមហ្នឹងហ្មងបាទឥឡូវទឹកត្រីយើងធ្វើហើយដែរបងប្អូនមើលដំណងហ៎បាទម្ទេសអត់ស្អីចេះម្ទេសបានតិចតួចម្ទេសបានតែ2គ្រាប់3គ្រាប់ខ្ញុំលើកអត់បានលឹបជួយផ្លែមឆ្ងាញ់ហើយបាទแล้วបិទគឹបបងប្អូនហើយបាទឆ្អិនល្មមត្រីយើងបងប្អូនហើយអូសែងខ្ជូលបងប្អូនណាមនុស្សចូលចិត្តទៅហើយមើលក៏ឃើញត្រីទះដៃអបអសាទើបងប្អូនអូឈ្ងុយណាស់បងប្អូនហើយដល់ទះ20ទះ10បងប្អូនបាទឥឡូវយើងចាប់ដើមទាញចក្រានចេញបន្តិចយើងមុនភ្លក់មុនប្រពន្ធបាទហើយប្រពន្ធមកតនេះភ្លក់មុនបាទឈ្ងុយណាស់បងប្អូនអស់តោះមាត់ដូចគេរួមបងប្អូនមាត់ដាក់គឹបបងប្អូនអើយបឺតផងកាយញាត់ផងបងប្អូនបាទឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់បាទនិយាយមិនឆ្ងាញ់មិនធ្វើស្អាតអើប្រពន្ធមកល្មមមើលប្រពន្ធលេងមួយចានម្នាក់ឯងនេះមហូបគេចូលចិត្តហ្នឹងមហូបប្រចាំតកូលគាត់ក៏ចូលចិត្តប្រពន្ធខ្ញុំហូបមានក្តីសុខណាស់អរគុណច្រើនបងប្អូនអរគ្នាដែលទ្រាំទ្រវីដេអូខ្ញុំសូមshareសូម follow ផង